Ok,សួស្តីអញ្ចឹងនៅក្នុងវីដេអូហ្នឹងpart 3យើងធ្វើទៅលើ PI បូកជាមួយនឹង speed control របស់ DC motor ប៉ុន្តែនៅក្នុងលក្ខខណ្ឌនេះគឺយើងធ្វើតាម simulation សិនមានន័យថា model របស់យើងហ្នឹងគឺជាសម័យកាលអូខេអញ្ចឹងអានេះគឺជា first order approximation ហើយកន្លែងនេះគឺយើងលើកពីfirst order model របស់ DC motor ហ្នឹងដែលមានទម្រង់ការលើតូ S បូក1ហើយ input របស់ motor គឺជា voltage យើងតាំងដោយ parameter U ហើយ output គឺ Y អាហ្នឹងគឺ angular velocity អញ្ចឹង input គឺជា voltage output គឺជាល្បឿនមុំអូខេអញ្ចឹងយើងមានជាទម្រង់ transfer function យើងមានជាសម័យកាល differential ហើយនឹងនេះគឺជា block diagram អូខេយើងមាន input យើងមាន output អញ្ចឹងទៅអូខេអញ្ចឹងនៅក្នុងនេះគឺយើងមើលទៅលើ closed loop អញ្ចឹងនៅក្នុងអានេះគឺជា general form របស់ feedback control អញ្ចឹងនៅក្នុង form ហ្នឹងយើងមាន plan យើងមាន disturbance យើងមាន noise យើងមាន sensor យើងមាន reference មាន controller អញ្ចឹងទៅតែនៅកន្លែងនេះយើងcontrol វាដែលយើងប្រើតែ controller របស់យើងទេគឺ PI controller អញ្ចឹង PI controller យើងកណនា voltage មិញហ្នឹងដោយ unity ហ្នឹងគឺស្មើនឹង kp គុណ error បូកឲ្យ ki integral error dt ហើយអានេះគឺជា plan របស់យើងដដែលអញ្ចឹងមានន័យថាយើងកណនា controller នេះហើយយើងបានតម្លៃនឹងមកហើយយើងយកអាហ្នឹងមកចាក់ជា input នៃ motor របស់យើងដែលយើងមើលនៅក្នុង block diagram យើងឃើញវាប៉ុណ្ណឹងណាអញ្ចឹងនៅក្នុងនេះដើម្បីឲ្យ model របស់យើងហ្នឹងវាកាន់ទៅដូច real model វាជា approximation ដដែលទេប៉ុន្តែយើងចង់ add noise ចូលដើម្បីចង់ដឹងតើ PI របស់យើងនឹងវាអាច handle noise នឹងបានអត់អញ្ចឹងនៅត្រង់នេះកន្លែង output របស់វាហ្នឹង y ហ្នឹងគឺខ្ញុំ add signal random មួយគឺ noise អូខេហើយយើងសិក្សាពី closed loop PI control ទៅលើ DC motor ហ្នឹងអូខេអញ្ចឹងយើងនៅក្នុងចំណុចហ្នឹងគឺយើងរក closed loop transfer function ដែលក្នុងនេះគឺយើងមាន PI controller វាជា transfer function ហើយ DC motor របស់យើងគឺទម្រង់ first order ការលើតូ S បូក1ការនឹងតូហ្នឹងគឺជា physical parameter ហើយរបស់ដែលយើង design ហ្នឹងគឺ KP ហើយនឹង KI គឺ PI controller របស់យើងអញ្ចឹងអានេះគឺជា closed loop transfer function គឺ T of F គឺវាស្មើទៅនឹង controller គុណនឹង plan ចែកឲ្យ1បូក controller គុណ plan ហើយយើងបានប៉ុណ្ណឹងអញ្ចឹងទម្រង់របស់វាគឺ second order ឬក៏យើងអាចទាញជា general form របស់វាមានទម្រង់ប៉ុណ្ណេះអញ្ចឹងនៅក្នុងទម្រង់ហ្នឹងយើងឃើញថាវាអត់ដូច standard form របស់យើងទេនៅក្នុង standard form របស់យើងគឺវាអត់មាននៅក្នុងមួយ part នេះទេ part នេះគឺអត់មានទេអញ្ចឹងវាមានតែប៉ុណ្្នេះទេអូខេចានេះគឺជា standard form របស់ second order អញ្ចឹងវា add part 0ចូលមួយទៀតអញ្ចឹងបើសិនជាយើងមើល part 0នៅកន្លែងនេះនេះគឺជា0របស់យើងដែលយើងកណនា0កន្លែងនេះយើងកណនា0កន្លែងហ្នឹងអញ្ចឹង output របស់វាគឺជាផលបូកនៃ second order មានន័យថាជា general form របស់នេះហ្នឹងមានន័យថា output របស់ហ្នឹងណាវាបូកឲ្យ1លើ z នេះគឺជា0គុណឲ្យ derivative របស់ second order នេះទេត្រង់ចំណុចហ្នឹងយើងមានវីដេអូមួយទៀតដើម្បីបញ្យល់តើ effect របស់ 0 ហ្នឹងមិនប៉ុន្តែនៅក្នុងនេះខ្ញុំអាចនិយាយឲ្យខ្លីឲ្យគ្នាយើងបានយល់អញ្ចឹងនៅក្នុង effect របស់ 0 ហ្នឹងគឺវា effect ទៅលើ transient response អញ្ចឹងមានន័យថាអា 0 ហ្នឹងគឺវាអត់ effect ទៅលើ stability របស់ output របស់ system របស់យើងប្រហែលទេវាគាត់ effect ទៅលើ transient វាអាច time overshoot ឬក៏កាត់ overshoot អញ្ចឹងទៅអាហ្នឹងទៅតាម sign របស់ 0 ហ្នឹងព្រោះយើងមើលនៅត្រង់នេះគឺវាជាផលបូកកន្លែងនេះវាជាផលបូករវាង second order និង derivative របស់ output របស់ second order របស់នេះអូខេអញ្ចឹងយើង assume ថាយើង design ហ្នឹងគឺយើងធៀបជាមួយនឹង second order គឺយើងធៀបទៅនឹង parameter zeta ហើយនឹង omega n អញ្ចឹងបន្ទាប់ពីយើង compare នេះជាមួយនឹង output ដែលយើងរកបានហ្នឹងយើងអាចទាញទំនាក់ទំនងរវាងKP KI ហើយនឹង zeta និង omega n គឺយើងទាញបាន output របស់យើងគឺប៉ុណ្ណេះអានេះគឺជា parameter design របស់យើងអាច design ទៅតាមតម្លៃនឹងបានយើងអាច set omega n យើង set zeta មកយើងអាចកណនារក KP KI បានអញ្ចឹង omega n និង zeta គឺជារបស់ដែលយើងចង់បានសម្រាប់ closed loop system អូខេហើយចំណែកការនឹងតូនេះគឺយើងត្រូវការរក model របស់ DC motor របស់យើងដើម្បីដឹងតម្លៃការតម្លៃតូហ្នឹងហើយជាទូទៅmotor ភាគច្រើនបើយើងទិញ motor
parameter ថោកអីគឺវាអត់មាន parameter ហ្នឹងគេអត់ប្រាប់ parameter អាហ្នឹងឲ្យទេគឺយើងត្រូវធ្វើ system identification ដើម្បីរកតម្លៃការតម្លៃតូហ្នឹងអូខេហើយនៅក្នុងនេះគឺដូចយើងធ្វើអញ្ចឹងគឺយើង approximate ទៅ first order យើងរកការរកតូមកហើយបន្តមកទៀតយើងអាច design ដោយការរើស zeta និង omega n បានអញ្ចឹងអានេះគឺជាតម្លៃ typical value ដែលគេរើសក្នុងការ design គឺយើងអាចរើស zeta នៅក្នុងចន្លោះពី 0.5 ទៅ 0.9 បាននៅក្នុងតម្លៃប៉ុណ្ណឹងហើយក្នុងការរើស omega n បើសិនជាវារៀងពិបាកយើងអាចរើសតម្លៃ settling time គឺជារយៈពេលដើម្បីធ្វើ response របស់យើងខិតទៅរក steady state អញ្ចឹងយើងអាច set តម្លៃហ្នឹងបើយើងចង់បានវាលឿនឬក៏យឺតយើងអាចធ្វើដាក់តម្លៃហ្នឹងវាតូចមកអាច 0.1 second អញ្ចឹងមកហើយយើងកណនីរក omega n វិញហើយយើងអាចទាញទៅរក KPI របស់យើងបានហើយដូចគ្នាបើសិនជាយើងចង់កណនី percentage overshoot យើងមានរូបមន្តរបស់យើងតាមហ្នឹងយើងអាចទាញទៅរក KPI បានបើសិនជាក្នុងករណីថាយើងអត់ចង់ design នៅក្នុងលក្ខខណ្ឌ settling time ទេយើងអាច design ទៅក្នុង percentage overshoot ឬក៏តម្លៃផ្សេងទៀតបានអូខេអញ្ចឹងចូលចំណុចបន្តទៀតចំពោះ PI controller នេះខ្ញុំប្របែកជា form របស់យើងអញ្ចឹងនៅក្នុង form PI controller ដែលមាន transfer function របស់យើងនៅខាងលើហ្នឹង KP បូក KI គុណ1លើ S ហ្នឹងយើងប្របែកវាមក output របស់វានៅក្នុង discrete time សម្រាប់ backward approximation គឺយើងបានប៉ុណ្នេះហើយ forward គឺយើងបានប៉ុណ្នេះចឹងទៅហើយ testing គឺយើងបានប៉ុណ្នេះចឹងទៅអូខេអញ្ចឹងនៅក្នុង method ទាំង3ហ្នឹងគឺវាខុសគ្នាវាអាចថាពាក់ព័ន្ធមួយ accuracy ពាក់ព័ន្ធមួយ stability ចឹងទៅអូខេហើយនៅក្នុងនេះគឺចំពោះ PI controller គឺខ្ញុំប្រើ backward យើងអាចទៅមើលទម្រង់បន្តទៀតអូខេអញ្ចឹងនៅក្នុង simulation ហ្នឹងគឺខ្ញុំធ្វើនៅក្នុង STM នៅក្នុង simulation ហ្នឹងណាអញ្ចឹងយើងមាន DC meter របស់យើងអានេះគឺជា DC meter អានេះគឺខ្ញុំបបែកទម្រង់របស់ DC meter របស់យើងហ្នឹងគឺជា discrete time អញ្ចឹងនៅក្នុង discrete time ហ្នឹងគឺខ្ញុំប្រើzero order whole SOZ អញ្ចឹងនៅក្នុង zero order whole ហ្នឹងយើងបបែក output របស់វាមកនេះគឺជា true ខ្ញុំដាក់ T ហ្នឹងគឺ output true value របស់វាអញ្ចឹងទម្រង់ first order វាបានប៉ុណ្ណឹងមានការហើយនឹងតូអូខេតូគឺយើងកណនីចេញពីតម្លៃ A នេះអញ្ចឹង A ហ្នឹងគឺ expo second dot លើតូហើយនេះគឺជាតម្លៃ parameter របស់ខ្ញុំឲ្យការស្មើនឹង 1.42 ហើយតូស្មើប៉ុណ្ណឹងទៅនៅគាត់ជាឧទាហរណ៍ហើយនៅត្រង់លក្ខខណ្ឌ output គឺយើងយក y នេះ n គឺស្មើនឹង y true value របស់វាបូក noise គឺខ្ញុំ add noise ចូលណាកន្លែងនេះគឺយើង add noise ចូលដើម្បីធ្វើឲ្យplan របស់យើងហ្នឹងវាដូចទៅនឹង physical plan ហើយបន្តមកទៀតយើងធ្វើ feedback នៅត្រង់ feedback ហ្នឹងនៅក្នុង microcontroller របស់យើងហ្នឹងគឺយើងរើស sampling time របស់យើងហ្នឹងគឺ TS គឺស្មើនឹង5 millisecond អូខេអញ្ចឹងនៅក្នុង feedback control system យើងប្រើ PI យើងអាចកណនី error បាន error របស់យើងគឺស្មើនឹង YD ដូរឲ្យ Y នេះ n ហើយ I នេះ n ហ្នឹងគឺស្មើនឹង I នេះ n ដក1គឺ previous value របស់វា integral អានេះយើងបបែករូបមន្ត integral ដកឲ្យកន្លែងនេះគឺខុសសញ្ញាទីកន្លែងនេះគឺបូកអានេះគឺបូកអូខេអញ្ចឹងបូកឲ្យ E of n គុណនឹង TS អូខេហើយ output របស់យើង U control signal ដើម្បីទៅ control motor ហ្នឹងគឺស្មើនឹង KP គុណ error KI គុណនឹង IN អានេះគឺជា integral របស់យើងដែល integral យើងប្របែកមកគឺបានប៉ុណ្នេះអូខេហើយចំពោះ physical plan កន្លែងនេះយើងអត់ទាន់ add saturation ទេអាហ្នឹងទៅវីដេអូបន្តទៀតអញ្ចឹងនៅក្នុង plan របស់យើងនេះយើងអត់ទាន់បាន add saturation ចូលដោយសារតែយើងគ្រាន់តែtest មើលតើ close loop របស់យើងហ្នឹងវាដើររបៀបម៉េចហើយយើងចង់កែតម្លៃ KPI របស់យើងហ្នឹងយើងអាចកែបានរបៀបម៉េចអូខេអញ្ចឹងនៅត្រង់ចំណុចនេះគឺយើងមើល function នៅក្នុង C ដើម្បី generate noise អញ្ចឹងដើម្បី generate noise ដំបូងយើងត្រូវ include library អូខេដូចនៅត្រង់នេះគឺខ្ញុំដាក់នៅក្នុង slide ហ្នឹងហើយយើងត្រូវ start អានេះដូចជា start random signal អញ្ចឹងយើង start គឺយើង start នៅក្នុង main file អានោះmain file main function នៅក្រោម main function ហើយបន្តមកទៀតយើងអាចកណនី noise បាន
noise របស់យើងកណនីតាមប៉ុណ្ណឹងហើយនេះយើងអាចបង្កាត់ float ពីខាងលើមកនៅត្រង់នេះ rank របស់វាពីដក1ទៅ1ប៉ុន្តែខ្ញុំគុណវានឹង 0.5 កុំឲ្យវាធំពេក noise ហ្នឹងអូខេកន្លែងនេះគឺ DC meter plus noise អញ្ចឹងយើងមាន block របស់យើងមកជួរនេះគឺខ្ញុំយកកណ្ដឹងមកសរសេរប៉ុណ្នេះអូខេហើយ parameter តាំងនៅក្នុង mat ហើយនៅក្នុង C អានឹងស្រេចយើងតាំងអក្សររបស់យើងណាយើងចង់តាំងមិនតាំងទៅឧទាហរណ៍តែនៅក្នុងនេះគេតាំង u នៃ n ដក1យើងចង់តាំង t យើងចង់តាំង y តាំងសិតអីស្រេចតែយើងប៉ុន្តែធ្វើមិនទៅសេវាចេញ form អញ្ចឹងមកគឺអូខេអញ្ចឹងកន្លែងនេះគឺយើង update តម្លៃអានេះគឺជា output របស់យើងនៅក្នុងនេះដោយសារតែខ្ញុំ conflict ពេលខ្ញុំប្រើ library mat.hash គឺយើងប្រើតាំង y នៃ n អត់កើតគឺវាជាប់ function y នៃ n ពេលយើងសរសេរ y នៃ n ចេះគឺ error ហើយក្នុងហ្នឹងណាព្រោះទីទៀតខ្ញុំប្រើ function mat ដោយសារយើងត្រូវកណនីតម្លៃ a នេះអញ្ចឹងយើងប្រើ expose យើងត្រូវការ add mat.hash អញ្ចឹងពេល add មកខ្ញុំបើសិនខ្ញុំដាក់ yn ខ្ញុំសរសេរ parameter គឺ error ហើយអញ្ចឹងខ្ញុំកន្លែងនេះគឺខ្ញុំដាក់ y out គឺស្មើនឹង yt បូកឲ្យ float noise កន្លែងនេះយើងបាច់ដាក់ float ក៏បានដែរខ្ញុំភ្លេចលុបអញ្ចឹងយើងដាក់ float ក៏បានដាក់ noise ទេក៏បានព្រោះ noise របស់យើងគឺ float ដែរហើយខាងក្រោមនេះគឺជា PI controller នៅក្នុង PI controller គឺយើងទាញបាន error ទៅសេមកគឺដូចគ្នាអញ្ចឹងអានេះគឺ error ហើយបន្តមកទៀតអានេះគឺ integral អានេះគឺ output របស់យើងគឺ kp គុណ e បូកឲ្យ ki គុណ i អញ្ចឹងទៅអានេះគឺបូកណាដូចខ្ញុំបញ្ជាក់កន្លែងមែនខ្ញុំដាក់ដកខុសហើយតែអញ្ចឹងគឺមានប៉ុណ្ណឹងសម្រាប់ function ហើយអានេះចាំខ្ញុំបញ្យល់បន្តទៀតអូខេអញ្ចឹងយើងចូលទៅក្នុង file នេះហ្មងតែអញ្ចឹងនៅក្នុង main file របស់យើងកន្លែង config គឺដដែលទេយើងគ្រាន់តែបើក timer យើងប្រើ timer ទី4ដើម្បីធ្វើ control system generate 5 millisecond sampling frequency ហើយយើងបើក timer interrupt ហើយយើង start timer វាណាអានេះគឺជា control system របស់យើងគឺយើង generate 5 millisecond ហើយយើង complete start អានេះកន្លែងនេះខ្ញុំ zoom តិចសិនអូខេអូខេអញ្ចឹងយើងទៅមើល function ត្រួសសិនអូខេអញ្ចឹង library ដែលខ្ញុំប្រើ include គឺ include អានេះគឺសម្រាប់ random signal អានេះគឺសម្រាប់ mat ទីយើងប្រើ exponential អីហ្នឹងយើងកណនីអាហ្នឹងកន្លែងនេះគឺខ្ញុំ define តម្លៃ ts 5 millisecond តូហើយនឹងតម្លៃការនេះគឺជា physical plan របស់ DC meter របស់យើងកន្លែងនេះគឺ noise យើងមាន noise ហើយយើងប្រកាសតម្លៃទាំងអស់មកនេះយើងចាំសរសេរក្រោយក៏បានដែរហើយខ្ញុំកណនីតម្លៃ a ស្មើនឹង expo ដក ts ចែក to ហ្នឹងគឺជាតម្លៃ a អញ្ចឹងយើងមកមើល DC meter របស់យើងអញ្ចឹងកូដហ្នឹងក៏ដូចគ្នាទេ DC meter យើងមានតែប៉ុណ្ណឹងកន្លែងនេះយើងលុបចោលក៏បានដែរហើយនឹង void PI controller ហើយបន្តមកទៀតនៅក្នុង block របស់យើងនេះគឺ control system របស់យើងហ្នឹងគឺយើងត្រូវកណនី noise បន្តមកយើងចាក់ចូល DC meter របស់យើងមកនៅក្នុងលក្ខខណ្ឌដំបូងគឺខ្ញុំអត់ទាន់ control ទេខ្ញុំទៅមើល model DC meter របស់យើងសិនតើវារបៀបម៉េចអញ្ចឹងខ្ញុំអត់ទាន់បើក controller ទេគឺខ្ញុំគ្រាន់តែមាន DC meter មួយ function DC meter របស់យើងនៅខាងលើអញ្ចឹងនៅក្នុង function DC meter គឺវាអត់ត្រូវការអីទេគឺវាត្រូវការ noise មួយហើយនឹង un គឺជា input signal អញ្ចឹងនៅក្នុង input signal ហ្នឹងគឺខ្ញុំដាក់វានៅក្នុង val អញ្ចឹងនៅក្នុង val ខ្ញុំឲ្យវា un ហ្នឹងគឺស្មើនឹង10បន្ទាប់មកខ្ញុំ delay វា3 second យ៉ាងមកហើយយើងឲ្យវា0វិញហើយយើង delay វា3 second ទៀតទៅអញ្ចឹងវាជា PAL signal ហើយអញ្ចឹងយើងអត់ទាន់តេស្តទៅ close loop ទេយើងគាត់តេស្តមើល input output សិនរបស់ DC meter របស់យើងអញ្ចឹងយើង upload code នឹងចូលមកអូខេអញ្ចឹងខ្ញុំបើក Cube Monitor មកហើយនៅកន្លែងនេះអានេះយើងមិនបាច់តន់ខ្វល់ទេនិយាយទៅ function របស់វាហ្នឹងនៅក្នុង flow block របស់យើងគឺយើងដដែលទេយើងមិនបាច់តន់ខ្វល់អានេះចូលក្នុងចំណុចទៀតខ្ញុំចង់កែតម្លៃ KPI ឯហ្នឹងខ្ញុំ add មកណាអញ្ចឹងវាអត់មានត្រូវការចាំបាច់អាហ្នឹងទេយើងគ្រាន់តែមើល output របស់វាសិនមកគឺបានហើយអូខេយើងចូល add variable របស់យើងអញ្ចឹងខ្ញុំចង់មើលយើងអាចមើល noise ទៅក៏បានដែរខ្ញុំ add noise មួយហើយខ្ញុំ add input ខ្ញុំ add output មកយើងចុច deploy អូខេអញ្ចឹង
anh ấy cứ nói signal này viên nó không chỉ lọc đi đọ zone chạy pram tới zone chạy pram thì sao nhung côn viên zone chạy pram này chứ như anh bật viên tới nhưng mưa input còn lại ní cứ chỉ input bỏ dưỡng bật sang mấy ok chẳng input bỏ dưỡng cứ basic hắn đáp basic hắn tiết zone ok hay nhưng mưa true value anh ấy cứ chỉ true value bỏ dưỡng DC meter bỏ dưỡng shape bỏ viết cứ first order cứ riêng bỏ viên chẳng dương input đápដោយសារតម្លៃការរបស់វាគឺជា steady state value ឬក៏ហៅ static gain អញ្ចឹងពេលយើងចាក់ input របស់យើងមួយ output របស់យើង y គឺស្មើទៅនឹងការគុណទៅនឹង u អញ្ចឹងយើងបានអានឹងប្រហែលជា 14.2 នេះនៅត្រង់ហ្នឹងណាអូខេអានេះគឺជា output របស់យើងអញ្ចឹងបើខ្ញុំបិទអានឹងចេញខ្ញុំមើល output ដែលមាន noise ហ្មងគឺយើងឃើញ graph របស់វាអញ្ចឹងអានេះវាដូចទៅនឹង DC meter អញ្ចឹង apply voltage យើងបាន output អញ្ចឹងណាអូខេអញ្ចឹងអានេះគឺជា open loop យើងមាន input ជា voltage output ជា speed angular velocity ដែលនៅត្រង់នេះយើងអាច scale បានបើសិនជាយើងចង់ scale មានន័យថាដូចយើងទាញតម្លៃការហ្នឹងឲ្យវាស្មើទៅនឹង1អញ្ចឹងយើងអាចគុណ y out ហ្នឹងយើងចែកវាទៅនឹងយើងយកតម្លៃ14នេះតម្លៃប្រព័ន្ធនេះជួបខ្ញុំមើលសិនវាខ្ទង់14អូខេអញ្ចឹងយើងយកតម្លៃហ្នឹងចែកទៅនឹង10ជួបយើងចែកនៅ14ត្រូវគឺចែកនឹង 1.4 ព្រោះបើយើង input 10យើងចង់បានឲ្យ output របស់យើងគឺ10ដែរអូខេប៉ុន្តែនៅក្នុងនេះយើងចាក់10វាចេញមក14ហើយ14អញ្ចឹងយើងត្រូវចែកវានឹង 1.4 បានវាបាន10អូខេអញ្ចឹងខ្ញុំអាចទៅចែកវានឹង 1.4 ព្រោះនៅក្នុងលក្ខខណ្ឌហ្នឹងយើងមិនបាច់ចែកក៏បានដែរប៉ុន្តែដើម្បីងាយស្រួល design controller ព្រោះឧទាហរណ៍ថា motor ខ្លះពេលយើងចាក់10អញ្ចឹងវាចេញមក2000ជាងអញ្ចឹងតម្លៃ KP ឬក៏ KI ហ្នឹងគឺវាត្រូវទូចទៅតាមហ្នឹងដែរព្រោះយើងមើលនៅក្នុងនេះរបស់យើងcontroller របស់យើងកន្លែងនេះគឺវាជាប់មួយការនៅត្រង់ការហ្នឹងណាអាការហ្នឹងគឺអា 1.4 មិញហ្នឹងអញ្ចឹងបើសិនជាអាហ្នឹងវាស្មើ1អញ្ចឹងparameter ហ្នឹងវាអាចខុសគ្នាគឺខុសទៅតទេអញ្ចឹងយើងអាច adjust វាតិចតួចគឺយើងអាចបាន output មួយដែលវាដូចទៅនឹង second order ដែលងាយស្រួលជាងនិយាយចំទៅអូខេអញ្ចឹងនៅត្រង់នេះគឺខ្ញុំអាចចែកនៅកន្លែងហ្នឹងហ្មងអានេះយើងអាចលុបចោលបានព្រោះកន្លែង float ហ្នឹងខ្ញុំថាមិនបាច់ក៏បានដែរអញ្ចឹងយើងអាចទាញអាហ្នឹងមកយើងអាចចែកទៅនឹងយើងយកតម្លៃទាំងអស់ហ្នឹងមកចែកមកអញ្ចឹងយើងទាញយើងអាចទៅសេចេះក៏បានដែរ y out ស្មើទៅនឹង y out ចែកទៅនឹង 1.4 តែបើតម្លៃវាគឺ 1.2 អមច្រឡំ 1.42 ក៏ប៉ុន្តែយើងចែក 1.4 ទៅព្រោះវាមាន noise មានអីចឹងណាវាមិនមែនឲ្យវា accurate ហ្មងទេយើងចាក់10ចឹងទៅយើងចង់បានវាចេញមកវិញ10ប៉ុន្តែបើវាអត់បាន10ហ្នឹងវាថា9.5អីក៏វាអូខេដែរមាននៅក្នុងតម្លៃប៉ុណ្្នឹងមានថាការរបស់យើងគឺប្រហែលនឹង1អូខេអញ្ចឹងពេលយើង run អានឹងមកអូខេអញ្ចឹងយើងឃើញYT របស់យើងខ្ញុំបិទអានេះចោលសិនយើងឃើញ YT របស់យើងគឺវានៅដដែលព្រោះនេះគឺជាតម្លៃពិតរបស់វាក៏ប៉ុន្តែ Y out របស់យើងគឺវាប្រហែលប៉ុណ្ណឹងអូខេនៅកន្លែងនេះវាមាន spark signal បន្តិចប្រហែលជាអាចមិនមកពី output របស់យើងទេអានេះគឺមកពីCube monitor ឲ្យតម្លៃរបស់វាហ្នឹងណាអូខេវាមាន problem មកពីអាហ្នឹងនេះគឺ random signal ចេញពី Cube monitor ទេឥឡូវប្រហែលជាអាច problem មកពីកន្លែងនេះរបស់យើងប្រហែលជាខ្ញុំត្រូវដាក់ F ចេះមួយទៀតខ្ញុំសាកមើលសិនអូខេ
អូខេមិញខ្ញុំ push វីដេអូតិចដើម្បីមើល problem ហ្នឹងអញ្ចឹងកន្លែងនេះដោយសារតែមិញហ្នឹងខ្ញុំសរសេរពីក្រោមមួយជួរទៀតអញ្ចឹងនៅក្នុងអានេះប្រហែលជាវាបញ្ហាដោយសារ Cube Monitor ដែលខ្ញុំនិយាយអញ្ចឹងដោយសារ Cube Monitor គឺវា read ចេញពី memory នៅក្នុង chip ហ្មងណាវាប្រើ ST-Link ហ្នឹងអញ្ចឹងដល់ពេលយើង update តម្លៃហ្នឹងមកតង់ហើយបន្តមកទៀតយើងគណនាតម្លៃពីក្រោមហ្នឹងមកតង់ទៀតអញ្ចឹងវាអាចធ្វើឲ្យតម្លៃដែល read ចេញមកហ្នឹងវាមានបញ្ហាប៉ុន្តែតម្លៃរបស់វាគឺនៅដដែលទេយើងអាច check មើល maximum របស់វាបានគឺវាអត់ឡើងដែលមាន noise ដូចមិញអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺខ្ញុំយកអានឹងមកចែកនៅខាងលើហ្មងយើងគណនាតែមួយជួរមកគឺបានហើយអញ្ចឹងនៅកន្លែង calculation ហ្នឹងគឺខ្ញុំចែកនឹង 1.4f អូខេអញ្ចឹងយើងមកមើល output របស់វាវិញអូខេអញ្ចឹង output វាគឺវាអត់មានណា spark signal មិញទេអាហ្នឹងដូចខ្ញុំថាអញ្ចឹងបច្ចេកវិទ្យាទៀតគឺមិនមែនមកពី calculation របស់យើងទេគឺមកពី Cube Monitor ហ្នឹងទេអូខេអូខេអញ្ចឹងយើងឃើញ input របស់យើងគឺកន្លែងនេះហើយ output របស់យើងនៅកន្លែង y out ហ្នឹងគឺវាប្រហែលទៅនឹង input ហើយដោយសារតែយើងចែកហ្នឹង 1.4 អូខេអញ្ចឹងយើងអាច verify system របស់យើងបានហើយគឺប៉ុណ្ណឹងអញ្ចឹងបន្តមកទៀតគឺយើងចូលទៅ close loop ម្ដងអូខេអញ្ចឹងនៅក្នុង close loop កន្លែងនេះគឺខ្ញុំតាំង parameter មួយទៀតខ្ញុំតាំង y d input ហ្នឹងគឺខ្ញុំចង់កែតម្លៃ input របស់វាខ្ញុំចង់កែទៅ10ទៅ20ទៅ30អីចឹងណានៅក្នុង Cube Monitor គឺខ្ញុំដាក់តាំង parameter មួយទៀតចឹងទៅហើយយើងមាន kp ki របស់យើងហើយនេះគឺជាតម្លៃ integral យើងឲ្យ initial value របស់វាហើយ controller របស់យើងគឺប៉ុណ្្នឹងដែរអញ្ចឹងខ្ញុំបើកកន្លែងនេះគឺយើងបើក controller របស់យើងមកអូខេ PI controller បន្តមកទៀតយើងចូលទៅកន្លែង main របស់យើងហ្នឹងគឺយើងអាចបិទអានេះបានយើងចុច control ហើយយើងចុច control ហើយចុច control ជាប់ចុច slash មកគឺ comment អស់ហើយខ្ញុំបើក function នេះវិញអូខេអញ្ចឹងនៅក្នុង function របស់យើងដោយសារតែ yd គឺជា desired output អញ្ចឹងខ្ញុំដាក់ស្មើទៅនឹង yd input អានេះគឺជាតម្លៃដែលយើងវាយចូលណាហើយខ្ញុំ delay វាដូចគ្នានិយាយទៅ function យើងយកទៅដូចតែ open loop ទេគ្រាន់តែយើងកែវាមកតិចទេដាក់ទៅជា y input របស់យើងវិញគឺ yd ហ្នឹងហើយនៅត្រង់នេះគឺយើងគុណវានឹង0មានន័យថាដូចយើងបិទបើក PAL អញ្ចឹង yd input ហ្នឹងគឺ constant វាស្មើ10ឬ20អញ្ចឹងទៅហើយ yd របស់យើងគឺវាបិទបើកទៅតាមតម្លៃរបស់ yd input ហ្នឹងអូខេអូខេចូលបន្តមកទៀតគឺខ្ញុំ add តម្លៃ3ដើម្បីធ្វើការ config តម្លៃ3ហ្នឹងគឺយើងអាច change វាបានតម្លៃ kp ki ហើយនឹង yd input ហ្នឹងអញ្ចឹងយើងត្រូវការblock ទាំង3នេះអានេះគឺជា node របស់យើងហ្នឹង node 3ទាំង3ហ្នឹងអានេះគឺជា text យើងអាចវាយកន្លែងនេះមកយើងវាយពាក្យ text មកនេះវាចេញមកកន្លែង text input នេះហើយកន្លែងនេះគឺឈ្មោះវាគឺ templateអូខេ template យើងមើលអាកន្លែង symbol វាកន្លែងនេះ symbol របស់វាគឺដូចគ្នាបើឈ្មោះយើងអាចកែវាបានទេហើយនឹងមួយទៀតគឺ change អូខេអានេះគឺតម្លៃ change មានថាយើង change value របស់ kp ki ហ្នឹងអញ្ចឹងពេលយើង add ទាំង3ហ្នឹងមកយើងបើក dashboard យើងមកវា load មកហើយអានេះគឺថាខ្ញុំកែ design វារៀងស្អាតជាងហ្នឹងណាវានៅក្នុងមួយបន្ទាត់ខ្ញុំដូរពណ៌ដូរអីយើងអាច design បានឲ្យវា load ជាងហ្នឹងទៀតក៏បានដែរអញ្ចឹងអានេះគឺ input yd input អានេះគឺ kp អានេះគឺ ki យើងអាចដាក់តម្លៃ change តម្លៃវាតាមហ្នឹងទៅដើម្បីមើល response របស់វាណានៅពេលដែលយើងកែតម្លៃ ki តើ output របស់វាទៅមិន kp output របស់វាទៅមិនអូខេអញ្ចឹងនៅក្នុងនេះគឺយើងអាច config កន្លែង number ហើយយើង change ពាក្យមួយចំនួនអានេះយើងអាចធៀប screenshot ទៅនឹងមកអូខេហើយកន្លែងនេះគឺដូចគ្នាកន្លែងនេះគឺជា code ទី1យើង change នេះដាក់ទៅ json ជា syntax វា highlight ឲ្យយើងហើយនឹង output របស់វាគឺ json ដូចគ្នាអញ្ចឹងនៅក្នុង variable list ហ្នឹងគឺវាមាន address អានេះគឺជា address memory របស់យើងឧទាហរណ៍ថា kp អញ្ចឹងវា store នៅក្នុង address មួយណាអូខេអញ្ចឹង address របស់វាគឺប៉ុណ្នេះ type អានេះគឺជាប្រភេទតែវាជាប្រភេទអីគេ integer ជា double ឬជាអីចឹងទៅអូខេអានេះប្រភេទ9នេះគឺជា float អូខេហើយតែពិតយើងត្រូវកែតែ2ហ្នឹងទេយើងកន្លែងផ្សេងទៀតយើង keep តម្លៃទាំងអស់ហ្នឹងមកអានេះគឺជា access point អានេះ access point យើងគឺ0
hay cái lại change như được kia dương còn là add topic mình tích máu từ xe lục để chỉ cái đặt payload từ lại bỏ vía này hay là dương từ xe bị rai máu người ta dương change từ lại KP nè chẳng nước không address dương ai cho từ mưa nước không đi bán nhỉ ní cái chuyện address bỏ parameter đó nè chẳng bởi dương change từ lại KP ní KP cái ai cho toàn miền ấy thì sao từ nhung cho bà cô chặt đáy toàn mình upload chẳng đi cho từ lại noi chẳng nhỉ ní cái chuyện address bỏ vía dương ai chạy máu select chẳng máu hay copy về tới okay. Hay dương copy máu dương một hạt nó không đi màu lại đi máu absent tức đôi khi chẳng từ lại KI mà nhưng part time nâng màu chẳng nhung upload ở đi cho không ACM dẫn ok hay không ní cần nhung đại được không slide đấy nhung phải vô liên mình tí cho ok cái lại input nắng như cái nằm bớ cái lại ní vì đã bay rồi millisecond mình thay pe dương bay tới không vậy pe bay rồi thích load ao mòn tại bởi dương đã zone chúng tôi dương cho enter ban vi update lại nè anh ấy dương đặt topic máu anh ấy template dương mua vào dương chọn cái đặt mịch của bạn đấy hay dương đâu vào app của bạn này nhung highlight được không nắng này anh ấy cái address anh ấy cái type hay lại change cái đấy cái miền bên này chẳng app lock tầng bay nó cái nhung highlight với được không nè mà chua nè hay dương còn là cái này cho được không my pro output này máu thứ ba này hay cái lại ní cứ chia type và page bao phía và sân chỉ vì unsigned 7 bit cái dương cái lại type nó nhưng đã lịch mùi mà và sân chỉ vì chỉ sign 7 bit nhưng đã lịch pi máu bởi vì chỉ đục bó lịch đo về chân tới hay bờ sân chỉ vì chỉ float thì nhưng đã linh buồn mình cái lại mình nâng ok ưu thọ là vị trí bê tông giống này vị trí bê tông môi số là nó cái chữ boolean chứng được không boolean nó cái địa chỉ dương pra unsigned bằng 7 bit mình cái lại này dương pra unsigned 7 bit bàn ok chứng anh ấy còn là chữ configuration đấy hay là code ok chứng dương upload thôi ấy nhưng cho từ add lại bỏ dương mình tích sẵn chứng nhưng bật nồi cháo input dương add máu khi bị cái bật add đấy ní vanity nhưng bật vi chào tới okay. Bà sân thì dương phù vanity với chữ true value bỏ output bỏ dương và tay p dương control cái dương control từ lừa white out để white out nó cái vì mình nói mình này chẳng chẳng dương miền id bỏ dương anh ấy cái chia control signal anh ấy cái chia design output anh ấy cái chia output deploy máu ok những bật input chào dẫn ok trước anh ấy nơi bây đại dương ao initial condition bỏ dương định được không code cứ nhung set nhung vô initial condition bỏ dương cứ smart từ là mùi ok chứng dương ai cài bán là lưu thọ tha ở nhung cài đã kp đã pi đó nhưng inter máu chẳng pvp khi nhà slow bỏ với riêng chain biết được chứ ở miền đây price rule khlang đấy nhưng ai trở lại đi chết bán hay dương mưa respawn một việc tới nhưng mà rồi trở lại nó cứ đôi chiều ở price rule toàn để dương cho enter ok dương nặng bởi chẳng nó thì khi miền overshoot vì riêng đi phải để sao từ vì nói chẳng ở kp nhưng bu kp rồi map standard pi controller vì miền p dương trở lại biết cứ biết thua ai không cạn này output bảo dương miền nói vì ai thua ai ảnh vì amplify nói nâng đài của lại khen bỏ p controller nó không ní chỉ mùi đường pi ái cứ việc đôi đề về chưa ok nó dương chương chăm mơ tới video tập tiếp theo hay đấy ban chia standard bỏ phía nắng việc thưa ai amplify nói ok trong nhóm đại việc thầm pi máu ba ấy hay inter máu chứng video xây mình nói vậy chứng nhóm ta lại khi ai mình nhưng ai đã đọc máu là chúng ta đọc sẵn inter máu ok chẳng như khi respawn vào phía riêng lọ chuyên muốn riêng lươn chuyên muốn này nhưng mưa tam đấy nè shape vào phía chẳng nhung ai đã xa đạn một thầy nữa ok bên ở thấy có về riêng căn đến đi chuyên muốn nó chẳng này nhưng mưa không nắng mất nhưng đã từ mùi với bật sân triển đi đã từ muối vì riêng overshoot của bây dương thoi nên về toàn miền overshoot để phải chỉ lại kẹp ai bao dương nó vì riêng thùng toàn thùng là mỏm nhưng ai lại nâng tới lại một đống prime mà dừng tới hay dừng mưa respawn vào phía tam nâng tới ok
តមាន overshoot ទេយើងដាក់ដល់40 30មើលគេអញ្ចឹងពេលយើងតម្លើង KI យើងឃើញថារៀងលឿនជាងមុនដែរ response ណាហើយអានេះគឺជាcontrol signal របស់យើងគឺ voltage ហ្នឹងគឺវា control អញ្ចឹងនៅក្នុងលក្ខខណ្ឌនេះដូចខ្ញុំប្រាប់ពីខាងដើមអញ្ចឹងគឺយើងអត់គិត saturation plan របស់យើងទេយើងត្រូវគិត saturation plan មួយទៀតព្រោះ integral បើសិនជាយើងអត់គិតលក្ខខណ្ឌ saturation ទេវាមាន condition មួយគឺ wind up វាធ្វើឲ្យ output របស់យើងនឹងវាមាន overshoot ខ្លាំងយើងអាចដាក់50ហ្មងទៅខ្ញុំសាកដាក់50សិនអូខេអញ្ចឹងពេលដាក់50មកវារៀងមាន overshoot រៀងខ្លាំងបន្តិចនេះហើយបើសិនជាខ្ញុំតម្លើងតម្លៃនេះវាអាចធ្វើឲ្យ system របស់យើង unstable តែវាអានេះក្នុងលក្ខខណ្ឌនេះគឺវាល្អជាងមុនណាយើងសាកតម្លើងតិចទៀតទៅខ្ញុំដាក់3មើលវាកាន់តែល្អជាងមុនយើងឃើញថាកន្លែងហ្នឹងវាកាន់តែល្អជាងមុនក៏ប៉ុន្តែយើងមើល signal control របស់យើងណាកន្លែង U នេះគឺវា power របស់វាហ្នឹងគឺធំតោះដល់កន្លែង U នេះបើសិនជាខ្ញុំតម្លើងនេះកាន់តែធំទៀតឥឡូវខ្ញុំដាក់កាន់តែធំតិចទៀតអូខេអានេះគឺ20 20អានេះឡើងដល់70ព្រោះជាទូទៅ plan របស់យើង input voltage នៅក្នុង C យើងអាចថាយើង generate ពី0ទៅ100មានថា 100% របស់ duty cycle ដើម្បី control motor របស់យើងណាអញ្ចឹងបើសិនជាខ្ញុំដាក់អានេះ50អូខេអញ្ចឹងពេលយើងឃើញមើល output របស់វាណាពេលខ្ញុំដាក់50វានៅតែ track អញ្ចឹងក៏ប៉ុន្តែយើងមើលកន្លែង voltage របស់វាគឺវាលើស100ហើយគឺវាឡើងទៅដល់ប្រមាណហើយអញ្ចឹងបើសិនជាវា saturate កន្លែងហ្នឹងវាអាចធ្វើឲ្យ output របស់យើងហ្នឹងវាមានបញ្ហានៅក្នុងលក្ខខណ្ឌនេះគឺអត់មានបញ្ហាទេដោយសារយើងអត់តន់គិត saturation អូខេអញ្ចឹងវីដេអូបន្តទៀតអានឹងបានខ្ញុំ add saturation ហើយតែយើងមានalgorithm អីគេដើម្បីអាច improve អាត្រង់ចំណុចហ្នឹងណាអូខេហ្នឹងហើយអញ្ចឹងដូចជាក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអូខេមានមួយលក្ខខណ្ឌទៀតខ្ញុំអាច start ឲ្យយើងមើលនៅត្រង់លក្ខខណ្ឌហ្នឹងគឺបើសិនជាអានេះសម្រាប់ Q monitor ទេបើសិនយើងតម្លើងអាហ្នឹងហើយតម្លៃរបស់វាគឺ unstable ឧទាហរណ៍ថាខ្ញុំតម្លើង KP នេះតិចទៀត system យើង unstable គឺ load អាហ្នឹងឯងខ្ញុំដាក់50យើងមើល unstable គឺ load បិទចោលមកអាហ្នឹងមិនមែន problem មិនមែនមកពីនេះរបស់យើងណាគឺមកពី code របស់យើងអញ្ចឹងពេលតម្លៃមួយខិតរណនគឺយើងបើក Q monitor ចេញគឺវាបិទ auto មកគឺវា restart អាហ្នឹងអូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយចាំចូលវីដេអូបន្តទៀតគឺយើងធ្វើទៅលើ saturation plan ហើយយើង test ទៅលើ real motor មក